សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកចែកម្លែកតាក់ទងជាមួយនឹង UI UI design ដែលគឺជាជំនាញមួយកំពុងតែពេញនិយមនៅលើទីផ្សារការងារសប្តាហ៍ថ្ងៃហើយជាពិសេសនោះអ្នកដែលកំពុងតែសិក្សាទៅលើជំនាញ Computer Science ឬក៏ IT ហ្នឹងប្រកាសជាបានស្គាល់ថា UI UI design គេប្រើដើម្បីអ្វីអញ្ចឹង UI UI design ហ្នឹងគឺគេប្រើវាភាគច្រើនទៅលើការ design គេហទំព័រដែលយើងហៅថា website ឬក៏ mobile app ដូច្នេះថ្ងៃនេះខ្ញុំនឹងចែកម្លែកជា2 session ទី1គឺយើងមកយល់ដល់អំពីថាអ្វីទៅគឺជា UI UI design បន្ទាប់ពីយើងបានយល់ដល់អំពី UI UI design ហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី tool ដែលគេប្រើប្រាស់សម្រាប់ design ទៅលើ UI UI ហ្នឹងដែល tool នោះគឺយើងនឹងប្រើប្រាស់ទៅលើ Figma ដោយអ្នកនរគ្នាបានឃើញអញ្ចឹង logo នៅក្នុង slide ហ្នឹងគឺជា logo របស់ Figma នៅក្នុង slide នេះយើងនឹងសិក្សាតាក់ទងជាមួយនឹង what is UI UI design so ខ្ញុំនឹងចែកម្លែកអ្នកទាំងអស់គ្នាទៅតាម content នៅលើ slide នេះដែលទី1យើងនឹងនិយាយអំពី UI UX overview ទី2 the workflow ទី3 the principle ទី4 design tool ទី5 minimalist design ទី6 resource ទី7 references so យើងមកដល់ចំណុចទី1គឺ UI UX overview អញ្ចឹងខ្ញុំនឹងផ្ដល់ជាឧទាហរណ៍ដើម្បី briefly ទៅកាន់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាឃើញនៅលើ slide នេះគឺជារូបកែវមួយយើងមើលទៅឃើញអត់វាខ្ជូតដល់អ្នកទាំងអស់គ្នាមានតិចវាមានពណ៌ទឹកសមុទ្រមើលទៅខ្ជូតហ្មងណាហើយអីដែលយើងមើលឃើញហ្នឹងយើងហៅថា UI ហីអញ្ចឹងយើងទៅ slide បន្ទាប់ទៀតមិនយើងឃើញថាកែវនេះស្អាតប៉ុន្តែនៅពេលដែលយើងប្រើប្រាស់វាឃើញអាតិចហ្នឹងវាចាក់ចូលភ្នែកយើងអញ្ចឹងអីដែលយើងឃើញហ្នឹងគេហៅថា UX អញ្ចឹងបន្ទាប់នេះគឺយើងមកមើលអំពី the differences តកតងជាមួយនឹង UI ហើយនឹង UX អញ្ចឹងនេះគឺជារូប10ទឹកប៉េងប៉ោះដែលទី1នេះគឺជា10ថ្មហើយយើងឃើញ shape វាគឺពិតជាស្អាតគេហៅថា good UI ដែលទី2នេះក៏ good UI ដែរប៉ុន្តែវាធ្វើពី10ជ័រហើយ shape វាមើលទៅរៀងធំវាស្អាតដែរប៉ុន្តែបើសិនជាឲ្យខ្ញុំជ្រើសរើសខ្ញុំយក10ថ្មនេះមើលទៅវាស្អាតអញ្ចឹងយើង back មកមើល UX វិញនៅខាងស្ដាំដៃនេះ UX ទី1នេះគឺអ្នកប្រើប្រាស់នេះគឺវាប្រើប្រាស់ទៅលើ10ថ្មហើយមើលទៅគាត់ពិបាកប្រើឃើញគាត់ដំផងអីផងដើម្បីឲ្យបានទឹកប៉េងប៉ោះនេះជាមកក្រៅដើម្បីញ៉ាំរីឯ10ទឹកប៉េងប៉ោះទី2គឺ10ជ័រអញ្ចឹង user ហ្នឹងមើលទៅគាត់ enjoy ជាមួយនឹងការប្រើប្រាស់10ជ័រហ្នឹងគ្រាន់តែច្របាច់មកគឺបានទឹកប៉េងប៉ោះហ្នឹងហ្មងហើយទាំងអស់ហ្នឹងគឺជាភាពខុសគ្នាជាមួយនឹង UI ហើយនឹង UX ដែល slide បន្ទាប់នេះយើងនឹងសិក្សាទៅលើមួយថាអ្វីទៅគឺជា UI អ្វីទៅគឺជា UX យើងនិយាយមួយថា UI UX UI UX តែយើងអត់ដឹងថា UI នេះគឺជាគេឥឡូវយើងមកសិក្សាអំពី what is UI design ដែលពាក្យពេញរបស់ UI ហ្នឹងគឺ user interface មានន័យថា design is about the building interface with the focus on the styling and interactivity មានន័យថា UI ហ្នឹងគឺ focus ទៅលើការ design ឬក៏ build ទៅលើ interface មួយជាមួយនឹងការផ្ដោតទៅលើ style ហើយនឹង interactivity មានថាអន្តរកម្មមានថាការប្រើប្រាស់របស់យើងទៅលើ interface ដែលយើងមើលឃើញហ្នឹងហើយគោលដៅរបស់វាហ្នឹងគឺដើម្បីបង្កើតទៅលើ use interface មួយដែលអ្នកប្រើប្រាស់ហ្នឹងគឺងាយស្រួលនៅក្នុងការប្រើប្រាស់ហើយធ្វើឲ្យ interface ហ្នឹងគឺវាស្រស់ស្អាតដោយអ្នកនរគ្នាឃើញអត់នេះគឺជា interface ដែលយើងមើលឃើញដូចជា website ដូចជា mobile app ដូចជាឥឡូវឧទាហរណ៍ងាយស្រួលយល់ Facebook ដែលយើង scroll រាល់ថ្ងៃយើងមើលរាល់ថ្ងៃលេងរាល់ថ្ងៃហ្នឹងអាហ្នឹងឯដែលយើងឃើញនៅលើ screen ហ្នឹងគេហៅថា user interface ហើយមើលទៅវាស្រស់ស្អាតអីហ្នឹងអាហ្នឹងគឺជា UI មានថាការ design របស់ user របស់អ្នក design ហ្នឹងគឺដល់ទៅលើ interface មានថាវាស្អាត